អ្នកទាំងអស់គ្នាប្រើ Telegram រាល់ថ្ងៃធុញទ្រាន់អត់នៅពេលដែលយើងមាន group ឬក៏ channel ច្រើន4 10 20 group ឬក៏រាប់រយ group ក៏មានអញ្ចឹងធ្វើឲ្យយើងពិបាកក្នុងការ scroll រកមើល group ចាស់ៗអញ្ចឹងដើម្បីងាយស្រួលក្នុងការគ្រប់គ្រង group ឬក៏ channel Telegram អាចបង្កើត folder បានអញ្ចឹងនៅពេលយើងបង្កើត folder ទៅយើងអាច add group មួយចូលទៅ folder មួយបានអញ្ចឹងតោះចង់ដឹងរបៀបបង្កើត folder ចូលទៅមើលទាំងអស់គ្នាចូលក្នុង Telegram ចុចកន្លែងត្រី3នេះមកចូល setting អូសមកក្រោមឃើញពាក្យថា chat folder ចុចកន្លែងហ្នឹងមកយើងឃើញពាក្យថា create new folder មកដល់កន្លែងនេះយើងដាក់ឈ្មោះ folder ឧទាហរណ៍ខ្ញុំដាក់ឈ្មោះថាមិត្តភ័ក្តិបន្ទាប់មកវាតម្រូវឲ្យយើង add នរណាម្នាក់ឬក៏ group ណាមួយចូលទៅក្នុង folder ហ្នឹងបន្ទាប់មកចុចសញ្ញា tick នេះមករួចហើយយើងចុចពាក្យថា save អញ្ចឹង folder ត្រូវបានបង្កើតរួចហើយបន្ទាប់មកយើងចេញទៅខាងក្រៅវិញកន្លែងនេះយើងឃើញមាន folder មិត្តភ័ក្តិអញ្ចឹងយើងអាច add នរណាម្នាក់ឬក៏ group ណាមួយចូលទៅក្នុង folder ហ្នឹងបានហើយដោយចុចកន្លែងចុច3នេះមកយើងឃើញពាក្យថា add to folder អញ្ចឹងយើងរើស folder មួយមកដើម្បី add បញ្ចូលយើងឃើញថា folder មិត្តភ័ក្តិនេះមានសមាជិក2នាក់បងប្អូនអាចបង្កើត folder ប៉ុន្មានក៏បានដែរអូខេជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ